តែម៉ែខ្ញុំមកលេងមិនដែលចេះខ្វះអីហូបទេនៅស្រុកមានអីគឺថាគាត់ប្រម៉ែប្រមូលមកតអស់ទុកមកហូបបន្លែមកដប់សិនមកអោបមកប៉ណែកប៉ណាក់ចៅមួយនិយាយពីថានឹកនោះនឹកគាត់ថាបាត់ភ្នែកបើកភ្នែកឥឡូវឃើញតែមុខប្រុសក្មេងនឹងឯងកូនពៅនេះអត់ប្រអងយូរទេក៏ឆ្លៀនមកដាំទឹកធ្វើនំបញ្ចុកទឹកខ្ជាយដាំទឹកឲ្យពុះជ្រុំប្រហុកដាក់ស្លឹកគ្រៃនិងដាក់ត្រីចូលទុកឲ្យឆ្អិនបន្ទាប់មកទៀតខ្ញុំក៏ឆ្លៀនមកធ្វើបន្លែថ្ងៃហ្នឹងមានផ្កាកផ្លោកត្រសក់ស្ពៃក្តោបល្ហុងជាមួយនឹងផលិតលបោយម៉ានមុខដែលខ្ញុំបានរៀបរាប់មុនហ្នឹងខ្ញុំបានបេះចិត្តសបកលាងទឹកឲ្យស្អាតហាន់ដាក់ថាសអញ្ចឹងមកគ្រឿងហ្នឹងខ្ញុំប្រើតែ3មុខឯងខ្ទឹមសខ្ជាយជាមួយនឹងល្មៀតបុក3មុខហ្នឹងចូលគ្នាឲ្យម៉ត់ល្អអញ្ចឹងមកត្រីរបស់យើងក៏ឆ្អិនល្មមបេះឆ្អឹងបេះអីចេញយកមកញុំជាមួយនឹងគ្រឿងពេលត្រីនិងគ្រឿងរបស់យើងញុំចូលជាតិគ្នាសព្វហើយខ្ញុំយកមកដាក់ក្នុងឆ្នាំងហ្មងតែកុំភ្លេចដួសពពុះសខាងលើចាញ់ណាវគ្គចុងក្រោយរបស់យើងគឺបុកអំបិលផ្ទះខ្ញុំគឺត្រឡប់បុកអំបិលក្រួសជាមួយនឹងម្ទេសហ្នឹងគឺសុំឲ្យច្រើនកាលណាគឺល្អកាលហ្នឹងបងប្អូនតនេចូលឆ្នាំអីហ្នឹងអាចឆ្លៀតធ្វើហូបជុំគ្នាបានមានរសជាតិប្លែកអត់តលន់ទេហើយមួយទៀតដោយសារផ្ទះខ្ញុំអត់ត្រឡប់ហូបសម្លដាក់ដូងណាអញ្ចឹងខ្ញុំចូលចិត្តមែនតែនសម្លទឹកខ្ជាយនេះគឺថាចំណង់ចំណូលចិត្តពេលទំនេរពេលណាគឺធ្វើហូបពេលហ្នឹងអញ្ចឹងសម្រាប់នំបញ្ចុកទឹកខ្ជាយរបស់យើងថ្ងៃហ្នឹងគឺរួចរាល់ជាស្ថាពរអរគុណសម្រាប់ការតាមដានវីដេអូ